ពួកយើងធ្លាប់មានគ្រួសារដ៏មានសុភមង្គលមួយហេតុអ្វីបានជាអូនមិនព្រមត្រឡប់មកក្បែរបងវិញបងឈៀវយួនបងកុំផឹកទៀតអីជាងឡៃអាចផ្ដល់គ្រួសារឲ្យបងបានខ្ញុំក៏អាចធ្វើបានដែរបងមិនមែនចង់បានកូនទេហេពួកយើងក៏អាចបង្កើតបានដែរមិនចឹងមែនទេគឺហាងអំបញ្ញមិញនឹងតោះទៅស្រីដែលតាមលងមិនឈប់ម្នាក់នេះមិនក៏ទៅណាក៏ជួបនាងដែរចឹងជាងឡៃនាងចេះគិតហើយតើប៉ុន្មានឆ្នាំដែលនាងមិននៅខ្ញុំធុញចង់ស្លាប់ហើយត្រូវហើយថ្ងៃនេះនាងត្រូវកំដរពួកយើងផឹកអសប្បាយចាត់ទុកថាជាការសុំទោសចុះបានតាមពួកនាងចុះតោះទៅជាងឡៃអូននៅឯណាបងឈៀវយួនបងស្រវឹងហើយឲ្យខ្ញុំជូនបងទៅផ្ទះវិញទៅអត់ស្រវឹងទេនាងចេញទៅខ្ញុំមិនចង់ឲ្យនាងនៅក្បែរខ្ញុំទេខ្ញុំចង់បានតែជាងឡៃប៉ុណ្ណោះអាឡូទៅរកមនុស្សប៉ុន្មានអ្នកឲ្យខ្ញុំហើយជួយទិញរបស់មួយឲ្យខ្ញុំផងជាងឡៃបើបងឈៀវយួននៅតែមិនអាចបំភ្លេចនាងបានចឹងខ្ញុំមានតែរកវិធីជួយគាត់ហើយ